កម៉ែបងប្អូនទាំងអស់គ្នាមើលណែទំនងណានេះចេកកន្លះស្និតទេណានេះបងប្អូនកន្លះស្និតទេហើយចេកខ្ញុំឆ្លោះល្អណាហើយនេះអូយហើយខ្ញុំអត់ជៀនរបៀបថាសកត់ទេខ្ញុំជៀនដូចទៅថាតាមតន់ត្រេនគេផ្ទុះចេកជៀននៅរិយស័ព្ទទៅ1គីឡូ20000 25000ហ្នឹងណាចាឈ្ងុយណាស់ពុកម៉ែបងប្អូនហើយទុកយូរឡើងស្រួយហើយដលងណែអូយឆ្ងាញ់ណាស់ឥឡូវបងប្អូនចាំកុំភ្លេចជួយ like subscribe share ចេញវីដេអូរបស់ខ្ញុំម្នាក់មួយទាំងអស់គ្នាអរគុណទុកជាមុនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីការធ្វើចេកចៀនណាឲ្យវាមានរសជាតិឆ្ងាញ់ស្រួយតែម្ដងណាពុកម៉ែបងប្អូនញ៉ាំណាទុកចៀនទុកយូរក៏អត់ទន់ដែរណាម្សៅដែលខ្ញុំលាយនេះពុកម៉ែបងប្អូនចង់ដឹងធ្វើបែបណាបងប្អូនតោះតាមដានវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាណាថ្ងៃហ្នឹងខ្ញុំចៀនចេកផងដលងផងដលងជប៉ុនថ្ងៃមុនខ្ញុំយកទិញ1គីឡូមកដុតណាហើយខ្ញុំយក1គីឡូនោះវាមាន3ផ្លែអញ្ចឹងមួយផ្លែនេះប្រហែលជា3ខាំហើយខ្ញុំយកទៅដុតឈីសម្សាហើយឥឡូវសល់មួយនេះខ្ញុំទុកចោលខ្លាចវាខូចស្ដាយអញ្ចឹងខ្ញុំក៏យកដលងហ្នឹងយកមកចិតដើម្បីយើងចៀនជាមួយនឹងចេកព្រោះម្សៅចៀនដលងនឹងចៀនចេកជាមួយគ្នាទេឥឡូវខ្ញុំចិតសបកវាឲ្យស្អាតមកហើយយើងយកលាងទឹកដើម្បីយកមកកាត់ជាប្រទេសឬក៏ជាដុំតោះឥឡូវខ្ញុំចិត្តដលងហើយខ្ញុំចាប់ដើមលាយម្សៅនេះខ្ញុំដាក់ម្សៅមី150ក្រាមខ្ញុំវាស់150ក្រាមមកបន្ទាប់មកខ្ញុំដាក់ម្សៅអង្ករ100ក្រាមហើយនឹងលាយជាមួយនឹងម្សៅឆាខ្ញុំដាក់20ក្រាមម្សៅឆាណាហើយនឹង baking soda ខ្ញុំដាក់មួយស្ព្រាកាហ្វេមកយើងដាក់មួយស្ព្រាកាហ្វេណាបងប្អូនបាទនេះដាក់ចូលមកហើយយើងលាយល្បាយនឹងឲ្យសព្វចូលគ្នាស្ករមួយស្ព្រាមកមួយស្ព្រាបាយហើយខ្ញុំដាក់អំបិលមកចិបដើម្បីឲ្យវាផ្អែមមុតល្អអញ្ចឹងណាវាចាប់ជាតិណាចាតែម្សៅនឹងអត់វាផ្អែមខ្លាំងទេណាតែផ្អែមខ្លាំងជៀនខ្លោចបងប្អូនចាបន្ទាប់មកខ្ញុំដាក់ម្សៅល្មៀតបន្តិចមកដើម្បីយើងយកពណ៌ឈានទៅឲ្យវាស្អាតអញ្ចឹងណាម្សៅល្មៀតប្រហែលមួយស្ព្រាកាហ្វេអញ្ចឹងទៅកុំដាក់ច្រើនពេកអ្នកខ្លះគេដាក់ល័ក្តបន្ទាប់មកទៀតខ្ញុំដាក់ល្ងខ្ញុំលាយគ្នាឲ្យហើយហ្មងចាំចាក់ទឹកល្ងខ្មៅយើងហ្នឹងយើងច្បល់វាឲ្យសព្វវាមកហើយខ្ញុំដូរចានមិញណាព្រោះខ្ញុំគិតថាអូយអត់ទេប្រហែលលាយឡើងលាយចុះវាច្រើនអញ្ចឹងខ្ញុំចាក់ទឹកនេះថ្ងៃនេះខ្ញុំធ្វើទឹកខ្ទិះដូងតែខ្ទិះដូងខ្ញុំបងប្អូនហើយកក់ទាំងអស់អញ្ចឹងនេះកក់អញ្ចឹងណាខ្ញុំដាក់ផ្សំបន្តិចដាក់ចូលទូទឹកកកបងប្អូនដាក់ខ្ទិះដូងអញ្ចឹងគឺឆ្ងាញ់ណាហើយឈ្ងុយទៀតខ្ទិះដូងនេះខ្ញុំដាក់ប្រហែលជា100 ml ព្រោះវាកកនេះខ្ទិះដូងរបស់ខ្ញុំហ្នឹងគឺក្បាលខ្ទិះសុទ្ធហ្មងណាដាក់100 ml មកបងប្អូនឃើញអញ្ចឹងមិនមែនសាច់ដូងទេមិនមែនកាក់ដូងទេណាវាកកហើយខ្ញុំធ្វើទៅវាសល់តិចរហូតដល់ខ្ញុំដាក់ខ្លះសេឥឡូវថ្ងៃនេះប្រម៉ូបញ្ចេញឲ្យអស់ clear stock ចាស់ហើយបន្ទាប់មកខ្ញុំដាក់សាច់ដូងហ្នឹងក៏ខ្ញុំសល់ដែរសល់ពីធ្វើនំថ្ងៃមុនអញ្ចឹងខ្ញុំយកមកដាក់មកណាហើយដាក់ថ្ងៃហ្នឹងក៏ដាក់អត់អស់ទៀតទិញតែ2000ដាក់ទៅព្រោះយើងធ្វើតិចហ៎សាច់ដូងខ្ញុំដាក់2ស្ព្រាបាយមកណាអូយដាក់អញ្ចឹងណាខ្ញុំដឹងថាម្សៅនោះគឺឆ្ងាញ់ហ្មងនេះខ្ញុំចាប់ផ្ដើមចាក់ទឹកនេះខ្ញុំចាក់200 ml សិនខ្ញុំចាក់ម្ដងបន្តិចណាម្សៅនេះខ្ញុំអត់មានលាយឲ្យខាប់ពេកកោកពេកទេដោយសារចេកនេះខ្ញុំចៀនវា2ដងទៅ3ដងខ្ញុំកូរម្សៅនឹងឲ្យសព្វចូលគ្រឿងអស់ទៅខ្ញុំថែមទឹក100 ml ទៀតនេះមិនវាខាប់ពេកណាខ្ញុំថែមប៉ុណ្្នឹងមកបើបងប្អូនឈានចេកតែម្ដងបងប្អូនកុំលារាវដូចខ្ញុំបើបងប្អូនឈានចិត្ត2ដងឬក៏3ដងអូខេឥឡូវយើងកូរម្សៅរបស់យើងឲ្យសព្វល្អអញ្ចឹងហើយយើងទុកមួយឡែកសិនយើងចាប់ផ្ដើមមកបកចេកយើងនេះបងប្អូនចេកដែលខ្ញុំយកមកធ្វើហ្នឹងគឺប្រភេទចេកនេះណាអត់ឲ្យទុំចូលពេកទេហើយក៏មិនភេទចេកចាស់ដែរណាយកមកជៀនអត់កើតទេចេកចាស់យើងទុំអញ្ចឹងនៅសល់សបកតិចចេះណាទុំមកល្មមញ៉ាំណាចាស់ពេកវាស្ទើទុំវាញ៉ាំទៅចាត់អត់ឆ្ងាញ់ទេទុំចូលពេកទៅវាទន់ណាយើងអត់ឆ្ងាញ់ទេហើយថ្ងៃនេះខ្ញុំធ្វើចេកនេះគឺប្រភេទចេក
vậy vừa chọn mót bông ôn cái cắt trên chừng nịch đó nhưng ọt chiên là phải chế đom chế hết á ủi ở lời ní cái toàn trend kế cả chế chật chế hó mà cái lô pi mơn pram á bông ôn nhưng chăm ọt chắc bạc đang tập pi mơn chiếng được gặp pi mơn cột đấy nè cắt đom viên mà trẻ nhé ní bông ôn cắt tha chế năng với bông ôn ai cắt mà cả nạp chế ba á cắt mà chiên chế các bạn này nè nhé trong các bạn này vậy luôn tới sả lạnh bẹp nát phơi bẹp nâng từ và bảy nát thôi và tam và bảy nâng trắng á nhưng đạo bằng phần này hết á sủa chiên sủa kiệp rồi chắc nhưng chưa thắp bóng ôn nghi sủa chiên chạy sợi cót đương thở mình ốp có đua vi của mọi bài chiên sủa đặt chắc đặt chạy យើងដាក់ខ្លាញ់ក្តៅមកណាក្តៅហើយយើងកុំដាក់ពេលវាខ្លាញ់ចាប់ដើមពុះក្តៅល្អហើយយើងបន្ថយភ្លើងមកឲ្យវានៅសល់ពាក់កណ្ដាលអញ្ចឹងយើងចាប់ដើមដួសចេកនឹងដលងយើងមកបំពងលើកទី1បំពងលើកទី1ហ្នឹងមិនឲ្យវាក្រៀមពេកទេចាំយើងស្រង់វាឡើងហើយចាំយើងដាក់បំពងលើកទី2ហើយបើសិនជាបងប្អូនឃើញកតិចនំហ្នឹងតិចម្សៅនេះយើងបំពងហើយវាធ្លាក់មកច្រើនបងប្អូនអាចដួសវាចេញណាបើមិនអញ្ចឹងវាខូចខ្លាញ់ហើយបំពងអត់បានល្អទេនេះខ្ញុំជៀនលើកទី1ហើយអានេះខ្ញុំជៀនជ្រុលបងប្អូននេះបងប្អូនជៀនតែប៉ុណ្្នេះមកបានដែរណាកុំជ្រុលដូចខ្ញុំអញ្ចឹងជៀនលើកទី1ជៀនលើកទី2យើងដាក់វាមកនេះអូខេដាក់លើកទី2ម្សៅនឹងវាជាប់បានល្អហើយវាក្រាស់ហើយនំរបស់យើងចាប់ដើមស្រួយតែម្ដងណាយើងប្រឡាក់វាមកអញ្ចឹងមកដលងក៏យើងជៀនដូចគ្នាអញ្ចឹងនេះបងប្អូនខ្ញុំជៀនដល់ដលងណាហើយដលងខ្ញុំនេះខ្ញុំកាត់ក្រាស់នេះបងប្អូនចូលចិត្តស្ដាងចូលក្រាស់តាមហ្នឹងណាដោយសារខ្ញុំនិយាយតាមត្រង់ថ្ងៃមុនខ្ញុំមុតដៃតែពេលឥឡូវខ្ញុំឃើញកបិតđóខ្ញុំស្រាវរបស់ខ្ញុំហ្មងកបិតខ្ញុំទុំសលៀងហើយតែពេលមានណាបងប្អូនហើយដាក់មកជ្រុកមកបងសំងបណ្ដោយនេះឥឡូវខ្ញុំដាក់ដលងចូលមកជៀនមកបងប្អូនចូលចិត្តជៀនម្ដងក៏បាន2ដងក៏បានស៊ីសងបងប្អូនចូលចិត្តថាស្អាតក្រាស់ស្ដើងអញ្ចឹងណានេះខ្ញុំជៀនដលងរបស់ខ្ញុំក៏ហើយដែរណាអូយបងប្អូនឈ្ងុយណាហើយឆ្ងាញ់មែនតែនគ្រឿងដែលខ្ញុំដាក់មានខ្ទិះដូងមានអីចេះអូយបងប្អូននៅខាងក្រៅគេមិននិយាយទេចេះជៀនធម្មតាតតែរៀងតម្លៃថ្លៃតែមកគេដាក់ខ្ទិះដូងដាក់អីដូចចឹងណាជៀនណែបងប្អូនឥឡូវវីដេអូនៃការធ្វើជាជៀនដលងជៀនរបស់ខ្ញុំណាដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនអញ្ចឹងនាងខ្ញុំអរគុណពុកម៉ែបងប្អូនដែលបានតាមវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តអរគុណជម្រាបលាចាំជួបគ្នានៅវីដេអូថ្មីទៀតណា